Hello guys ចាថ្ងៃនេះគឺជាថ្ងៃសុក្រហើយក៏ជាថ្ងៃចុងសប្តាហ៍នៃយើងរៀនពីច័ន្ទដល់សុក្រដែរចឹងថ្ងៃនេះគឺយើងធ្វើ hard roll ហើយនេះគឺយើង prepare រៀប ingredient ទាំងអស់ថ្លឹងចឹងណាអានេះអ្នកទាំងអស់គ្នាអាចស្កប់មើលបានណាហើយបើសិនជាអ្នកទាំងអស់គ្នាធ្វើគ្រឿងច្រើនជាងហ្នឹងអាចគុណគ្រឿងតាមនឹងបានអានេះខ្ញុំប្រើសរសេរគ្រឿងគោលគឺត្រឹមតែ1គីឡូទេអញ្ចឹងបើសិនធ្វើ2គីឡូក៏អាចគុណតាមនឹងបានអញ្ចឹងណាចានេះយើងចាប់ផ្ដើមថ្លឹងគ្រឿងទាំងអស់ហើយដោយសារតដែលពេលគឺខ្ញុំកាត់គ្រឿងចេញយីគឺយើងក្របនៅក្នុងម្សៅតដែលដើម្បីកុំឲ្យវាប៉ះអំបិលដើម្បីវាធ្វើការបានល្អអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺយើងចាក់គ្រឿងទាំងអស់ចូលនៅក្នុង mixer ហើយវាយយកតែម្ដងគឺថាលឿនហើយសម្រាប់ទឹកគឺយើងប្រើទឹកត្រជាក់បងប្អូននិយាយទៅយើងណូតចំណាំតិចខ្លួនឯងវាមានលក្ខណៈពិសេសជាគ្នាពីដូចម្សិលមិញ soft roll វាលក្ខណៈពិសេសវាផ្សេងអញ្ចឹងទៅហើយថ្ងៃនេះ hard roll ក៏ផ្សេងពីនឹងតែផ្សេងបន្តិចទេអញ្ចឹងស្រេចតែយើងណូតចំណាំវាទុកទេអញ្ចឹងយើងវាយវាទាល់តែម្សៅឡើងស្អិតហើយ smooth ល្អអញ្ចឹងណាហើយសម្រាប់គ្រឿងគឺយើងអត់មានដូរចុះឡើងទេពេលដូរទៅគឺនំយើងអត់ល្អអញ្ចឹងណាវាខុសអញ្ចឹងគ្រឿងមិនគឺយើងដាក់អញ្ចឹងហើយយើងគុណតាមនឹងទៅតាមបរិមាណនៃម្សៅដែរអញ្ចឹងចាកន្លែងដាក់ទឹកចូលនេះគឺដោយសារមុនហ្នឹងគឺយើងថ្លឹងទឹកទៅខុសអញ្ចឹងយើងច្រឡំជាមួយនឹងពងមាន់យើងបូកចំនួនពងមាន់អីដែរអញ្ចឹងអត់ទេយើងបញ្ជាក់លោកគ្រូថាអត់មានឲ្យដូរគ្រឿងអញ្ចឹងទេពងមាន់គឺពងមាន់ផ្សេងហើយសម្រាប់ទឹកគឺទឹកផ្សេងគេឲ្យដាក់ប៉ុណ្ណាគឺយើងថ្លឹងប៉ុណ្ណឹងយើងកុំដកឬក៏ដូរវាចេញអីអូខេអញ្ចឹងអានេះវាយក៏អត់មានកំណត់នីតិដែរគឺសំខាន់ថាវាយយើងមើលសាច់ម្សៅទៅតាមនឹងវាលឺផ្លាច់ឬក៏វាម៉ត់ smooth ឬនៅពេលដែលយើងទាញទៅវាដូចម៉ាស់អីចឹងណាបើទាញទៅដាច់យើងនៅវាយទៀតតែបើទាញទៅវាស្អាតហើយយើងអាចលើកយកមកបានអញ្ចឹងនេះគឺម្សៅដែលយើងអាចយកបានហើយអញ្ចឹងគឺយើងយកមកកាត់ជីដុំឲ្យលុញរាងមូលដូចបាល់អញ្ចឹងហើយយើងគ្របទុក20នាទីបើតាមលោកគ្រូគាត់ប្រាប់ខ្លះគេគ្របទុក15នាទីប៉ុន្តែបើគ្របទុក20នាទីវារយៈពេលគ្របនឹងយូរហើយនំយើងក៏ឡើងបានល្អដែរអញ្ចឹងណាអញ្ចឹងនេះគឺយើងគ្របទុក20នាទីតែមុននឹងគ្រប20នាទីហ្នឹងគឺយើងកាច់ម្សៅហើយលុញវាឲ្យមូលសិនឲ្យវាណែនពេលដែលណែនទៅពេលនំឡើងវាស្អាតពេលដែលវាអត់ណែនគឺនំឡើងទៅវាពពុះហ្នឹងលឺលោកគ្រូថែអញ្ចឹងហើយណាមួយក៏យើងឃើញជាក់ស្ដែងអញ្ចឹងដែរអញ្ចឹងណាចានេះគ្នាយើងគឺកំពុងតែហ៊ានកាច់ម្សៅដែរអញ្ចឹងណានេះលោកគ្រូគាត់មកកាច់បង្ហាញនិយាយទៅកាច់ដូចកាច់ម្សៅតែមួយកាច់ដូចsweet bun soft roll ដែរហ្នឹងអូខេវីដេអូថ្ងៃនេះគឺ11នាទីជាងដែរយើងច្រើនដែរកាត់អស់ច្រើនដែរហ្នឹងចាអញ្ចឹងពេលដែលយើងលុញបែបហ្នឹងហើយគឺយើងគ្របវាទុកទៅរយៈពេល20នាទីគ្របទុកយូរក៏កាន់តែល្អដែរមិនកាន់តែយូរខ្លាំងទេណាដូចជា20នាទី25អីក៏បានដែរ30នាទីក៏បានដែរចាម្សៅទាំងនេះពេលដាក់ទៅវា smooth វាណែនល្អហើយក៏វាឡើងបានល្អដែរ
បន្ទាប់ពី15នាទីហើយគឺយើងកាត់វាជាដុំក្នុងមួយដុំ50 ក្រាមហើយត្រង់នេះគឺលោកគ្រូគាត់បញ្ជាក់ពីការពេលកាត់ជីដុំហ្នឹងណាគឺយើងអត់ប្រើបាចម្សៅទៅលើនំអត់ទៅលើសាច់នំហ្នឹងទេឬក៏ទៅលើនេះអាតុកដែលយើងត្រូវលួញហ្នឹងគឺវាលួញអត់ទៅទេលួញម្សៅអត់ដើរតែម្ដងអញ្ចឹងបើសិនជាអាចគ្រាន់តែជ្រលក់ប្រេងឆានៅបាតដៃយើងតិចទៅដើម្បីឲ្យលួញទៅសាច់ម្សៅហ្នឹងវាទៅតាមដៃយើងដែរបើថាបាចម្សៅគឺលុញទៅអត់ទៅទេវាអត់ស្ដាប់ឲ្យជាយើងទេអានេះក៏ជាតិចនិចមួយរបស់លោកគ្រូដែរព្រោះខ្ញុំធ្លាប់លុញដាក់ម្សៅដែរប៉ុន្តែវាលុញអត់ទៅដែរហ្នឹងអញ្ចឹងល្អមែនតើអូខេអញ្ចឹងពេលកាត់ជាដុំ50 ក្រាមហើយគឺយើងនាំគ្នាលុញយ៉ាងណាគឺឲ្យវាណែនដូចសូសរ៉ូលដែរបើកាន់តណែនកាន់តល្អបើសិនជាយើងលុញអត់ណែនទេពេលដុតទៅវាឡើងពពុះអញ្ចឹងណាហើយលោកគ្រូគាត់ប្រាប់ថាបើសិនជាលុញទៅវាបែកម្សៅអីប៉ុន្តែវាណែនល្អទេហ្នឹងអត់អីទេវាអត់មានបញ្ហាទេចឹងយើងធ្វើបែបហ្នឹងតតអស់នំតតអស់ម្សៅយើងទៅពេលដែលយើងលុញជារូបរាងហើយគឺយើង steam រយៈពេល30នាទីមុននឹងយកទៅដុតណានិយាយទៅតនកាលរៀងច្រើនណាស់ពេលលុញពេលកាត់ជាដុំហើយគ្របហើយកាត់ជាដុំលុញជារូបរាង steam វិញ steam នៅក្នុងម៉ាស៊ីនវិញអញ្ចឹងយើង steam រយៈពេល30នាទីមុននឹងយកទៅដុតហើយកន្លែង steam នេះគឺវីដេអូមុនក៏ខ្ញុំប្រាប់ដែរព្រោះលោកគ្រូប្រាប់រហូតដែលសម្រាប់កម្ដៅវាគឺ27ទៅ30អង្សារីឯសំណើមគឺ60ទៅ80ចឹងនេះគឺបន្ទាប់ពី30នាទី steam ហើយគឺវាឡើងគល់នឹង2ល្អមែនតើប៉ុន្តែមានម្សៅខ្លះរៀងបែកដោយសារតាពេលយើងលុញទៅគឺបែកម្សៅតាំងពីពេលលុញនឹងម៉េះអានេះលុញទៅអត់សូវបានស្អាតដូចជា soft roll ទេដោយសារតាវាអត់សូវមានសំណើមវាអត់មានប៊ឺហើយក៏វាអត់មានប៊ឺអូខេចឹងពេលយកចេញពីទូ steam ហើយគឺយើងត្រូវបាញ់ទឹកវាបើបងប្អូនចង់រោយម្សៅក៏រោយលោកគ្រូគាត់ប្រាប់ចឹងរោយម្សៅក៏រោយទៅអត់ក៏អត់ទៅហើយបន្ទាប់មកវះកាត់មុខវាចឹងណាយកឡាមវះក៏បានយកកត្រៃវះក៏បានដែរហើយសម្រាប់ការបាញ់ទឹកអត្ថប្រយោជន៍របស់វាគឺយើងអាចរោយល្ងរោយអីទៅវាជាប់ចឹងណាអានេះលក្ខណៈពិសេសរបស់នំប៉័ងសាបចឹងគឺគេត្រូវបាញ់ទឹកបើនំប៉័ងផ្អែមគឺយើងលាបទឹកដោះគោបូកជាមួយនឹងពងចឹងចំណែកលេងនឹងដែរលោកគ្រូគាត់និយាយលក្ខណៈពិសេសវាបន្តិចសាបបាញ់ទឹកផ្អែមលាបពងមាន់និងទឹកដោះគោហើយបើផ្អែមញ៉ាំក្តៅបើផ្អែមញ៉ាំត្រជាក់ស្រួយញ៉ាំក្តៅស្រួយសាបនេះនំប៉័ងសាបនេះគឺយើងញ៉ាំក្តៅឆ្ងាញ់មែនតើប៉ុន្តែបើនំប៉័ងផ្អែមទុកឲ្យត្រជាក់ញ៉ាំបានឆ្ងាញ់លក្ខណៈពិសេសរបស់វាអានេះយើងដល់វះវាហើយពេលដែលវាហើយចឹងគឺយើងយកទៅដាក់ដុតរយៈពេល20ទៅ23នាទីហើយក្នុងសីតុណ្ហភាព
លើ220ក្រោម200អង្សាសេចានេះគឺរោយម្សៅមានរោយម្សៅខ្លះមានអត់ខ្លះចឹងណាឲ្យដើម្បីឲ្យយើងមើលទៅដឹងសភាពនំរោយម្សៅបែបម៉េចនំមិនរោយម្សៅបែបម៉េចចឹងចាហើយសម្រាប់ទូលនឹងឡនេះពេលដែលយើងបើកចឹងគឺវានឹងចុះអាសីតុណ្ហភាពហ្នឹងអាលេខហ្នឹងគឺវានឹងចុះចឹងយើងរងចាំតតែវាឡើងសីតុណ្ហភាពដល់200ខាងលើ220ខាងក្រោម200បានយើងដាក់នំចូលហើយដុតយកទៅម្ដងពេលដែលយើងបើកគឺវាឡើងអត់ទាន់ដល់ទេណាបងប្អូនចឹងយើងអត់ទាន់ដាក់ដុតទេអូខេចឹងអានេះគឺលទ្ធផលគឺល្អមែនតើនិយាយទៅគឺល្អហ្មងខ្ញុំឃើញលទ្ធផលតាំងពីម្សិលមិញក៏ល្អថ្ងៃនេះក៏ល្អដែរអូខេចឹងនំយើងឆ្អិនហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាហើយកុំភ្លេចចុច follow ឬក៏ចុច subscribe YouTube ម្នាក់មួយផងអរគុណច្រើន see you